ប្រយ័ត្នអស់លុយចាប់ពីថ្ងៃទី1ខែកញ្ញាទៅក្រសួងមហាផ្ទៃត្រៀមផាកពិន័យធ្ងន់ធ្ងរចំពោះអ្នកបើកបរលើចំណុចទាំងនេះក្រសួងមហាផ្ទៃនឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីថ្ងៃទី1ខែកញ្ញាដោយដំបូងផ្ដោតលើរាជធានីខេត្តចំនួន5ដែលមានគ្រោះថ្នាក់ចរាចរណ៍កើនឡើងច្រើនបន្ទាប់ពីរាជរដ្ឋាភិបាលបានអនុម័តឲ្យដំណើរការវិធានការនេះឡើងវិញដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍និងក្តីបារម្ភកាន់តែខ្លាំងរបស់សាធារណជនចំពោះករណីគ្រោះថ្នាក់ដល់សាហាវជាបន្តបន្ទាប់រួមទាំងករណីបង្កគ្រោះថ្នាក់ហើយបើករត់ជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះលោកទូសុខៈអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថានៅថ្ងៃទី5ខែសីហាឆ្នាំ2026សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានទទួលសំណើរបស់ក្រសួងមហាផ្ទៃសូមអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីថ្ងៃទី1ខែកញ្ញាឆ្នាំ2026តទៅបន្ទាប់ពីបានផ្អាកដោយសារស្ថានភាពសង្គ្រាមតាមព្រំដែននិងវិបត្តិសេដ្ឋកិច្ចសកលដោយសង្គ្រាមនៅបច្ចឹមបូព៌ាអ្នកនាំពាក្យថាអ្នករឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនិងអនុវត្តតែនៅភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើនរួមមានរាជធានីភ្នំពេញខេត្តព្រះសីហនុខេត្តកណ្ដាលខេត្តកំពង់ស្ពឺនិងខេត្តស្វាយរៀងផ្ដោតលើអំពើល្មើសដែលបង្កគ្រោះថ្នាក់រួមមានការបើកបរលើសល្បឿនកំណត់ការបើកបរក្នុងស្ថានភាពស្រវឹងការមិនគោរពសិទ្ធិអតិភិបភ្លើងស្តុបនិងការដឹកជញ្ជូនទំនិញសំពីងសំពងការប្រកាសនេះធ្វើឡើងខណៈកម្ពុជាកំពុងប្រឈមនឹងក្តីបារម្ភជាសាធារណៈកាន់តែខ្លាំងអំពីសុវត្ថិភាពចរាចរណ៍បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដល់សាហាវជាបន្តបន្ទាប់ត្រូវបានរាយការណ៍ទៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះរួមទាំងករណីមួយចំនួនដែលអ្នកបើកបរបានរត់គេចខ្លួនក្រោយបុកបណ្ដាលឲ្យជនរងគ្រោះស្លាប់ហេតុការណ៍ទាំងនេះបានបង្កឲ្យមានការព្រួយបារម្ភនិងមានការអំពាវនាវយ៉ាងទូលំទូលាយតាមបណ្ដាញសង្គមឲ្យអាជ្ញាធររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍និងដាក់ទណ្ឌកម្មកាន់តែធ្ងន់លើអ្នកបើកបរដោយធ្វេសប្រហែសនិងគ្មានការទទួលខុសត្រូវការសម្រេចចិត្តនេះក៏ធ្វើឡើងបន្ទាប់ពីលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រមានថាការផ្អាកវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍បានរួមចំណែកធ្វើឲ្យចំនួនគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់យោងតាមតួលេខដែលលោករដ្ឋមន្ត្រីបានបង្ហាញកន្លងមកកម្ពុជាបានកត់ត្រាគ្រោះថ្នាក់ចរាចរណ៍ចំនួន1279ករណីក្នុងឆមាសទី1ឆ្នាំ2026កើនឡើង20%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគ្រោះថ្នាក់ទាំងនេះបានបណ្ដាលឲ្យមនុស្ស778អ្នកស្លាប់និងជាង1800អ្នករងរបួសដែលជំរុញឲ្យក្រសួងមហាផ្ទៃស្នើសុំអនុវត្តវិធានការរឹតបន្តឹងឡើងវិញលោកទូចសុខៈបានថ្លែងថាខ្ញុំសូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នបង្កើនការស្វែងយល់ពីច្បាប់ចរាចរណ៍គោរពភ្លើងសញ្ញាផ្លាកសញ្ញាគំនូសសញ្ញានិងការបញ្ជារបស់នគរបាលចរាចរណ៍ព្រមទាំងបើកបរដោយការយោគយល់អធ្យាស្រ័យនិងអត់ឱនឲ្យគ្នាទៅវិញទៅមកជាមួយគ្នានោះដែរអ្នកនាំពាក្យបានលើកឡើងថានគរបាលចរាចរណ៍នៅទីតាំងផ្សេងទៀតក៏លោកនៅតែមានសិទ្ធិធ្វើការអប់រំណែនាំបងប្អូនប្រជាពលរដ្ឋដែលបើកបរខុសពីបញ្ញត្តិដែលច្បាប់ចរាចរណ៍បានចែងលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះការបើកបរដោយគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នាតាមរយៈការផ្ដោតការអនុវត្តច្បាប់លើអំពើល្មើសដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរនិងគ្រោះថ្នាក់បណ្ដាលឲ្យស្លាប់អាជ្ញាធរសង្ឃឹមថាយុទ្ធនាការថ្មីនេះនឹងអាចបញ្ឈប់និន្នាការកើនឡើងនៃចំនួនអ្នកស្លាប់តាមដងផ្លូវនិងលើកទឹកចិត្តឲ្យអ្នកបើកបរប្រកាន់យកឥរិយាបថបើកបរប្រកបដោយសុវត្ថិភាពជាងមុន។